សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្រាប់រឿង Song of Reverberation បន្តតើឥឡូវយើងចូលទៅសាច់រឿងយើងម្ដងទៅពេលនេះឈីចិនបាននិយាយទៅកាន់អ្នកបម្រើរបស់គាត់ថាអានស្លាយឆាប់ទៅស៊ើបមើលទៅតើអ្នកណាបានផ្ដល់បំណែកត្បូងនោះដល់នាងហើយនៅបង្រៀននាងពីរបៀបប្រើវាទៀតហើយត្បូងនេះគឺគ្រប់គ្រាន់ដើម្បីបំផ្លាញនាងនិងលេងមិនទាន់បានហើយប៉ុន្តែត្បូងនោះមានតែពាក់កណ្ដាលនៃវេទមន្តរបស់ពួកគេប៉ុណ្ណោះសាងអានក៏បានសួរទៅកាន់ឈីឈិនថាឈប់ពាក់កណ្ដាលតើវាយ៉ាងម៉េចទៅលោកម្ចាស់ឈីឈិនក៏បន្តនិយាយទៀតពីព្រោះពាក់កណ្ដាលនៃការបំផ្លាញរបស់វាទៅតាមការបាត់ខ្លួនរបស់នាងទៅហើយមានន័យថាយ៉ាងម៉េចក្មេងប្រុសម្នាក់នោះនឹងរងផលប៉ះពាល់អាចនឹងស្លាប់តើនរណាចង់សម្លាប់លេលេនខ្ញុំនឹងស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់ខ្ញុំចង់សួរលោកម្ចាស់បន្តិចលេងបន្ទាប់បែរជាក្មេងប្រុសម្នាក់ទៅវិញប្រហែលជាមានអ្វីផ្លាស់ប្ដូរនៅក្នុងបណ្ដាសានេះហើយតើពួកយើងគួរប្ដូរវិធីសាស្ត្ររបស់យើងទេឈីឈិនក៏បាននិយាយថាការផ្លាស់ប្ដូរគឺមានគ្រោះថ្នាក់ណាស់មិនថាបុរសឬស្ត្រីទេឲ្យតែជាលីលេនខ្ញុំមិនខ្វល់ទេហើយគេក៏មិនអាចចាក់ចេញពីខ្ញុំបានឡើយនៅថ្ងៃបន្ទាប់យើងកាត់មកមើលទូស័យយើងវិញម្ដងខ្ញុំខានមកផ្លូវអេឡានអស់រយៈពេល4ឆ្នាំមកហើយតាំងពីខ្ញុំនៅរៀនមហាវិទ្យាល័យនៅសាំងយូអែលនេះជាលើកទី1ហើយដែលខ្ញុំបានឃើញផ្កាសេឡានរីកអ្នកទាំងអស់គ្នាកន្លែងឈ្មោះផ្កាហ្នឹងបើសិនជាខ្ញុំអានខុសសូមខន្តីអភ័យទោសផងអ្នកទាំងអស់គ្នាព្រោះខ្ញុំមិនមែនជាអ្នកដែលចេះអង់គ្លេសទេសង្ឃឹមថានេះមិនមែនជាលើកចុងក្រោយទេចុះរ៉ែងកែបាននិយាយទៅកាន់រីតោះរីស្ពាននៅខាងមុខគឺជាផ្លូវដែលនាំទៅភពអេស្តាមែនទេខ្ញុំមិននឹកស្មានថានឹងបានមកដល់ទីនេះទេនេះឬគឺជាអាប់ដែលមិនចេះរលាយវាជាជញ្ជាំងដែលបំបែកភពអេស្តាចេញពីកន្លែងរស់នៅរបស់មនុស្សសាមញ្ញពេលខ្ញុំរៀននៅមហាវិទ្យាល័យខ្ញុំតែងតែលើនិស្សិតនៅក្នុងស្រុកទីក្រុងសាំងសុននិយាយថាពួកគេពិតជារីករាយណាស់ដែលបានមកទីនេះដើម្បីមើលអាប់នៅទីនេះប៉ុន្តែនៅពេលខ្ញុំឈរនៅទីនេះខ្ញុំអាចមានអារម្មណ៍ថាគួរឲ្យខ្លាចណាស់ហើយវាគឺជាការភ័យខ្លាចដែលមិនអាចបញ្យល់បានពេលនោះឈីឈិននិងសៅអានបានដើរមកដល់ហើយរីទូស័យរបស់យើងក៏នៅបន្តកត់ទៀតថាអាប់នឹងធ្វើឲ្យការភ័យខ្លាចនៅក្នុងបេះដូងរបស់ខ្ញុំកាន់តែប្រសើរឡើងធ្វើឲ្យខ្ញុំចង់បំបាយហើយរត់ចេញនៅពេលនេះណាខ្ញុំលែងក្លាហានទៀតហើយរ៉ែងកែបាននិយាយទៅកាន់រីថារីមើលថែខ្លួនឯងឲ្យបានល្អណាហើយក៏បានស្ទុះទៅអបរីដែលនិយាយទៀតថាពួកយើងនឹងជួបគ្នាឆាប់ៗនេះណាឯងត្រូវតែត្រឡប់មករកខ្ញុំវិញណាពួកយើងត្រូវតែរកដំណោះស្រាយចំពោះបណ្ដាសានេះហើយខ្ញុំនឹងត្រឡប់មករកឯងវិញណាដោយសុវត្ថិភាពពេលនោះសាអានបានចូលមកបំបែកអ្នកទាំងពីរអស់ពេលហើយទូស្រីក៏បានចាប់ដៃរបស់ស៊ីឈិនតោះតើចង់ឲ្យបងបីអូនទេរីក៏បាននិយាយថាខ្ញុំមិនមែនអត់ជើងដើរនោះទេហើយពួកគេទាំងពីរក៏បានដឹកដៃគ្នាទៅបន្ទាប់មករីទូស្រីរបស់យើងក៏បានស្រមៃដល់រឿងពីមុនការដែលគាត់ទៅសម្ភារការងារប្រហែលជាចំណេះដឹងដែលខ្ញុំមានធ្វើឲ្យខ្ញុំមានទំនុកចិត្តពេកហើយសម្ដីរបស់លោកប៉ូលីហ្វូបានផ្ដល់ក្តីសង្ឃឹមដល់ខ្ញុំនឹងជួយឯងដើម្បីរកផ្លូវចេញឲ្យបានល្អឯងមិនត្រូវបណ្ដោយខ្លួនឯងបាត់ខ្លួនឡើយខ្ញុំនឹងជ្រើសរើសប្រឈមនឹងបណ្ដាសាមន្តអាគមនេះដែលក្លាហានដើម្បីដល់បណ្ដាសានេះខ្ញុំនឹងសុខចិត្តទៅជាមួយមនុស្សដ៏អាចកម្បាំងនេះទោះយ៉ាងណាក៏ដោយខ្ញុំក៏ត្រូវប្រឈមមុខដដែលខ្ញុំដឹងថាខ្ញុំមានសតិដែលនិយមពេកចំពោះរឿងទាំងអស់ចុះបើខ្ញុំមិនអាចរកឃើញផ្លូវចេញបាននោះប្រសិនបើបរាជ័យខ្ញុំមិនអាចត្រឡប់មកក្រោយវិញបានទេខ្ញុំពិតជាមិនមានឱកាសរស់នៅទៀតទេគិតមិនទាន់ចប់ផងទូស្រីរបស់យើងក៏បានដួលចុះហាក់បីដូចជាភ័យខ្លាចខ្លាំងមែនទែនពេលនោះឈីឈិនទៅប្រុសក៏បានឈោងដៃមកចាប់មុខរបស់រីហើយក៏បានសួររីថាអូនខ្លាចមែនទេតើភាពក្លាហានកាលពីម្សិលមិញរបស់អូនទៅណាអស់ហើយរីក៏បានឆ្លើយតបថាទេខ្ញុំអត់ខ្លាចទេខ្ញុំគ្រាន់តែហត់រីក៏បានកាត់ក្នុងចិត្តទៀតថាខ្ញុំខកចិត្តណាស់ជើងរបស់ខ្ញុំមិនអាចកម្រើកបានតតែសោះទូប្រុសក៏បាននិយាយថាអត់ធ្មត់បន្តិចទៅអាប់នេះនឹងធ្វើឲ្យអូនមានអារម្មណ៍ភ័យខ្លាចហើយក៏បានប្រាប់ទូស្រីទៀតថាកុំឲ្យខ្លាចទេឲ្យដើរតាមគាត់ធម្មតាទៅប៉ុន្តែពេលដែលមើលទៅទូស្រីហាក់ដូចជាមិនអាចក្រោកឈរបានឡើយដូច្នេះហើយទូប្រុសក៏បានលើកបីទូស្រីហើយក៏បាននិយាយថាប៉ាត់តែរបស់អូនទៅពួកយើងនឹងទៅដល់ឆាប់ៗនេះចំណែកទូស្រីក៏បានស្រែកដាក់ទូប្រុសថា
តែខ្ញុំចង់ទៅខ្ញុំផ្ដោតចិត្តថាខ្ញុំមិនចង់ទៅទីនោះទេប៉ុន្តែតួប្រុសមិនបានស្ដាប់នោះទេហើយក៏បានបេះតួស្រីចូលទៅក្នុងអាប់នោះខ្យល់ត្រជាក់ណាស់អារម្មណ៍ស្ពឹករាងកាយដែលបណ្ដាលមកពីការភ័យខ្លាចពិតជាធ្វើឲ្យខ្ញុំមានទំនុកចិត្តបន្តិចហើយការភ័យខ្លាចបានបាត់ទៅវិញភ្លាមអ្វីដែលទាក់ទាញភ្នែករបស់ខ្ញុំនោះគឺកន្លែងនេះគឺជាពិភពវេទមន្តដែលមានទេសភាពស្រស់ស្អាតនិងស្រស់បំព្រងហើយរឿងរបស់យើងក៏កាត់ចប់ត្រឹមនេះណាអ្នកទាំងអស់គ្នាខ្ញុំថារកផលវីដេអូហ្នឹងតែពេលថ្ងៃអ្នកទាំងអស់គ្នាតែសារតែខ្ញុំដួលម៉ូតូពេលចឹងហើយជើងដៃកាត់វីដេអូអត់បានណាអ្នកទាំងអស់គ្នាទៅបើជាកាត់ផុសពេលយប់ហើយជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយ love you